Bạn chẳng lầnนี้យើងមកសិក្សាបន្ថែមទៅលើការប្រើប្រាស់នៅរូបមន្តខោនបាទអញ្ចឹងតើរូបមន្តខោនហ្នឹងគឺគេប្រើសម្រាប់ធ្វើអីគេបាទអញ្ចឹងនៅក្នុងនេះយើងមើលទៅលើនិយមន័យបាទនិយមន័យរូបមន្តខោននេះអញ្ចឹងថាខោនគឺជាអនុគមសម្រាប់រាប់ចំនួនសែលណាដែលមានតែទិន្នន័យជាលេខបាទជាលេខជា number តែប៉ុណ្ណោះអ្វីដែលវារាប់លេខទូទៅការបើកឆែតម៉ោងនិងភាគរយអ្វីដែលខនមិនរាប់គឺជាប្រភេទអក្សរចន្លោះប្រទេសណាប្លែកនិងនិមិត្តសញ្ញាបាទយើងមើលតទៅទៀតគឺទៅលើរូបមន្តបាទសិនតាហ្នឹងបាទអញ្ចឹងទី1គឺសញ្ញាស្មើខនបើកវងកញ្ចក់ value 1 KB value 2 KB ចុចចឹងទៅបាទអញ្ចឹង value 1ចន្លោះទិន្នន័យដែលត្រូវរាប់ចាំបាច់ value 2ចន្លោះទិន្នន័យបន្ថែមបាទជាជំរឿនបន្ថែមទៀតខាងក្រោមនេះគឺជាតារាងមួយដែលយើងត្រូវការស្វែងរកទៅលើតើយើងមានសំណួរបាទយើងសំណួរយើងគឺរកចំនួនសិស្សដែលមានបន្ទុកជាលេខពិតប្រាកដបាទបន្ទុកជាលេខអញ្ចឹងយើងមើលនៅក្នុងតារាងរបស់យើងនេះតើជួរណាដែលផ្ទុកបន្ទុកជាលេខបាទយើងឃើញមានបន្ទុកមួយនេះណាបាទបន្ទុកនេះដែលផ្ទុកតម្លៃជាលេខអញ្ចឹងបើខាងនេះគឺផ្ទុកជាអក្សរទេនេះគឺជាលេខរៀងធម្មតាទេអូខេឥឡូវយើងមកគណនាឥឡូវដើម្បីគណនាយើងបានយើងត្រូវធ្វើម៉េចឥឡូវឧទាហរណ៍យើងដាក់នៅឥឡូវគូលុបកន្លែងនេះចោលចុះឥឡូវយើងដាក់សញ្ញាស្មើបាទដាច់ខាតគឺត្រូវប្រើសញ្ញាស្មើទៅអាចគណនាចេញណានៅក្នុង Excel ហ្នឹងសញ្ញាស្មើយើងវារូបមន្ត count C O U N T នៅក្នុងកន្លែងនេះយើងអាចបើក shift បូកនឹងវងកញ្ចក់ឬក៏យើង double click រូបមន្តដែលឃើញនៅក្នុងកន្លែងនេះក៏បានដែរបើ click មកឆ្វេង2ដងទៅបាទបែបនេះបន្តមកទៀតយើងឃើញមានរូបមន្តនេះកន្លែងនេះគឺអីគេ value 1 KB value 2អញ្ចឹង value 1របស់យើងគឺនេះបាទយើង click លើជួរផ្ទុកតម្លៃកន្លែងនេះមកបាទបន្តមកយើងធ្វើការអូសចុះក្រោមណាបាទ select អូសចុះក្រោមហើយសូមបញ្ជាក់ណាសូមយកម៉ៅរបស់យើងនេះដាក់ឲ្យចំបាទបូកសញ្ញាបូកដាក់ឲ្យចំនៅក្នុងប្រអប់ពាក់កណ្ដាលហ្នឹងទៅអាចនៅគៀនណាមួយក៏បានដែរប៉ុន្តែសូមឲ្យនៅក្នុងប្រអប់ហ្នឹងបាទបន្តមកទៀតយើងធ្វើការចុចម៉ៅឆ្វេងឲ្យជាប់ហើយ select ចុះក្រោមបាទអូសចុះក្រោមបែបនេះបាទអូរហូតមកដល់ប៉ុណ្នេះមកបាទយើងធ្វើការគណនាទិន្នន័យនៅក្នុងតារាងហ្នឹងទាំងអស់បាទអូខេហើយបន្តមកទៀតយើងក្លេកមកមើលបន្តិចទៀតយើងឃើញមានC បាទកន្លែងនេះគឺមាន C 11 C 17តើអាហ្នឹងវាគឺជាអីគេហើយបានមកពីណាអញ្ចឹងយើងក្នុងតារាងរបស់យើងដឹងហើយ column គឺតំណាងឲ្យជួរឆ row តំណាងឲ្យជួរដេកអញ្ចឹងជួរឆគឺ A B C D នឹងឯងបាទជួរឆ A B C D ដល់ពេលជួរដេកគឺនេះលេខនេះបាទលេខនៅផ្នែកខាងនេះបាទលេខជួរដេកអញ្ចឹងវាចាប់ឲ្យប៉ុន្មាន C 11នេះ80នេះ C 8 C ជួរនេះ C យើងមើលលេខរៀងនេះ C 11នេះ11អញ្ចឹង C 11ចុច C 17 C អូមកក្រោមនេះយើងឃើញមាន15 17បាទអញ្ចឹងគឺបានន័យថាយើងវាបូកតម្លៃតរៀងគ្នាបាទពីចាប់ពី C 11ទៅកាន់ C 12អូខេបើនេះមកយើងបិទបងក្រចកចុះ value 2នេះក្នុងករណីយើងធ្វើការបូកបន្ថែមជំរឿនបន្ថែមទៀតដូចនៅក្នុងផ្នែកខាងលើនេះបាទ value 2ចន្លោះទិន្នន័យបន្ថែមឥឡូវយើងបិទវងកញ្ចក់មក control បូកនឹងវងកញ្ចក់អី control shift បាទ shift អូខេបិទវងកញ្ចក់ហើយយើងធ្វើការ enter យើងចុះបន្ទាត់ណាបាទអី enter ចុះបន្ទាត់បាទហើយយើង enter មកអូខេយើងឃើញបានអ្នក4អ្នកយើងមើលទៅលើនិយមន័យរបស់យើងវិញសិន count រាប់កន្លះណាដែលទុក number ទូទៅវារាប់លេខទូទៅការបាក់ឆាតម៉ោងភាគរយអញ្ចឹងយើងមើលលេខ
ការបាក់ដែតខាមភាគរយចុះភាគរយនេះមិនបានវាអត់រាប់អានេះមិនបានវាអត់រាប់អានេះមិនបានវាអត់រាប់អញ្ចឹងកន្លែងនេះគឺជាកាឡាទទេអញ្ចឹងកាឡាទទេគឺខោនមិនរាប់ទេអត់នេះកន្លែងនេះគឺជាគេនិមិត្តសញ្ញាខោនក៏អត់រាប់ដែរនេះជាប្រភេទអក្សរខោនក៏មិនរាប់ដែរអញ្ចឹងវាចូលឲ្យគេនេះអក្សរចន្លោះទទេនិងនិមិត្តសញ្ញាអញ្ចឹងវាអត់រាប់ទេបាទអញ្ចឹងយើងឃើញថា4នាក់កន្លែងអ្នកនេះយើងចង់ដាក់ឲ្យចេញអ្នកនេះធ្វើម៉េចអូខេយើងបើសិនជាក្នុងករណីជាលេខធម្មតា4អញ្ចឹងយើងអាចមកស្ដាំនៅក្នុងប្រអប់4លេខ4ហ្នឹងណាបាទមកស្ដាំទៅមកយើងយកពាក្យថា format cell ឬក៏ជំរឿនមួយទៀតយើងអាចចុចកន្លែងនេះក៏បានដែរបាទកន្លែងនេះហើយយើងយក custom នេះហើយយើងធ្វើការអូសលើបន្តិចឃើញមានពាក្យថាលេខ0នេះបាទលេខ0នេះតមកយើងคลิกលើលេខ0នេះយើងដក clear បន្តិចមកហើយយើងបើកថ្មីកណ្ដុរ shift បូកនឹងថ្មីកណ្ដុរ2ដងមកបាទបែបនេះហើយយើងសរសេរនៅក្នុងថ្មីកណ្ដុរបាទតមកសរសេរអ្នកចូលអូខេយើងឃើញមាន sample កន្លែងនេះឃើញមានថា4អ្នកកន្លែងនេះតមកចុច OK មកបាទអញ្ចឹងយើងអាចឃើញ4អ្នកចូលបើក្នុងករណីឥឡូវថា value 2នេះចន្លោះទៅន័យបន្ថែមទៀតអញ្ចឹងបើសិនជាមានចន្លោះទៅន័យបន្ថែមគឺនេះបាទគណនាជួរនេះឧបមាថាក្នុងជួរនេះយើងមានលេខ1បែបនេះអញ្ចឹងយើងគណនាបន្ថែមទៀតយើងអាចលុបចោលសិនទៅបាទលុបចោលទាំងអស់សិនទៅតមកយើងដាក់សញ្ញាស្មើណាសញ្ញាស្មើខោនយើង select ពីលើចុះក្រោមទាំងអស់បន្តមកយើងធ្វើការក្បៀសណាបាទកន្លែងរូបមន្តរបស់យើងគឺ value 1ហើយក្បៀស select លើ value 2បាទនេះទីចុះក្រោមហើយយើងបិទវងកញ្ចក់ shift បូកវងកញ្ចក់ enter ឃើញមានប៉ុន្មាន6អញ្ចឹងអានេះ1 2 3 4ថែមអានេះ2ទៀត6ឡើង6អញ្ចឹងបើនេះថាខោនោះគឺរាប់តម្លៃណាដែលជាលេខជាថ្ងៃការបាក់ឆាតជាម៉ោងនិងជាភាគរយបាទនេះជាការប្រើប្រាស់នៅរូបមន្តខោនណាបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើមានចំណុចអាច comment បន្ថែមនៅក្នុងវីដេអូនឹងបានយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអូខេបាយ